សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងនឹងយករឿងបែបរន្ធត់មកនិទានជូនបងប្អូនទាំងអស់គ្នាម្ដងទៀតចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាតោះរីករាយស្ដាប់ទាំងអស់គ្នាដែលសាច់រឿងនេះមានចំណងជើងថាស្រមោលនៅបឹងអួយយប់មួយមេឃងងឹតសូនឈឹងគ្មានពន្លឺព្រះច័ន្ទឡើយសុវណ្ណបានជិះកង់ទៅរៀនបំពន់នៅផ្ទះលោកគ្រូផ្ទះលោកគ្រូស្ថិតនៅដាច់ស្រយាលពីផ្ទះអ្នកលោកតីបន្តិចហើយមានដើមពោធិ៍ធំមួយបាំងបិទបាំងស្ទើរតែពន្លឺអំពូលផ្លូវទៅហើយពេលចូលដល់ផ្ទះលោកគ្រូបានប្រាប់ថាយប់នេះគ្រូមិនស្រួលខ្លួនទេឯងអង្គុយរៀននៅបន្ទប់ទទួលភ្ញៀវសិនទៅគ្រូនៅបន្ទប់ក្បែរនឹងទេបើមានអីហៅគ្រូទៅសុវណ្ណក៏អង្គុយរៀនមេរៀនដោយយកចិត្តទុកដាក់ក្នុងភាពស្ងប់ស្ងាត់មានតែសំឡេងសត្វល្អិតយំនិងសំឡេងសង្កត់ប៊ិចលើក្រដាសប៉ុណ្ណោះរំពេចនោះសំឡេងគូកញ្ចក់បង្អួចសំឡេងនោះតិចតិចប៉ុន្តែធ្វើឲ្យសុវណ្ណព្រឺសម្បល់ភ្ញាក់គេផ្ទៀងត្រចៀកស្ដាប់តែគ្មានសំឡេងទៀតទេគេគិតថាប្រហែលខ្យល់បក់ឬសត្វអីប៉ះហើយសុវណ្ណព្យាយាមរៀនបន្តមួយសន្ទុះក្រោយមកលើកនេះសំឡេងច្បាស់ជាងមុនហើយវាហាក់ដូចគេគូសចំពីលើក្បាលរបស់គេតែម្ដងសុវណ្ណងើបមុខឡើងរួចងាកមើលទៅបង្អួចដែលនៅពីក្រោយខ្នងរបស់គេបង្អួចនោះបិទជិតគេមើលតាមកញ្ចក់បង្អួចទៅខាងក្រៅដោយសារតែវាងងឹតពេកគេមិនបានឃើញអ្វីច្បាស់ឡើយឃើញតែស្រមោលខ្មៅខ្មៅអន្ទឹកបាំងនៅជាប់នឹងកញ្ចក់បង្អួចសុវណ្ណក្អកតិចតិចហាក់ដូចជាចង់ហៅលោកគ្រូឲ្យចេញមកស្រមោលនោះក៏កម្រឿបវារំកិលចក់មកបន្តិចម្ដងហើយបន្ទាប់មកវាលូកដៃដែលវែងស្គមប្រឡាក់សុទ្ធតែឈាមនិងមានក្រចកវែងមុតស្រួចបានលូកបបោអង្អែលកញ្ចក់បង្អួចចំពីមុខសុវណ្ណភ័យរហូតដល់មិនហ៊ានគម្រើកខ្លួនឡើយគេអង្គុយនៅស្ងៀមភ្នែកធំសម្លឹងមើលទៅស្រមោលនោះបានទប់មុខរបស់វាទៅនឹងកញ្ចក់យឺតស្រមោលនោះញញឹមបង្ហាញធ្មេញស្រួយហើយវាមិនមែនជាមុខមនុស្សតតែសោះស្របពេលនោះកែវទឹកនៅលើតុរបស់សុវណ្ណស្រាប់តែបោកបែកខ្ទេចសុវណ្ណស្រែកផ្អើលលាន់ឮពេញផ្ទះភ្លាមនោះលោកគ្រូក៏រត់ចេញមកទាំងមុខស្លេកស្លាំងលោកគ្រូឃើញសុវណ្ណទាំងខ្លួនញ័រតត្រើកហើយក៏សួរដោយភាពភ័យខ្លាចថាមានរឿងអីសុវណ្ណឯងឃើញអីសុវណ្ណនិយាយលេងចេញគេគ្រាន់តែចង្អុលទៅបង្អួចលោកគ្រូក៏ងាកមើលតាមហើយក៏ឃើញគ្មានអ្វីនៅទីនោះទេតែលោកគ្រូក៏ឃើញស្លាកស្នាមក្រចកវែងគូសពេញលើកញ្ចក់បង្អួចលោកគ្រូប្រញាប់ប្រញាល់នាំសុវណ្ណចេញពីផ្ទះទាំងយប់ហើយនិយាយខ្សឹបថាកូនទៅវិញសិនទៅយប់នេះប្រហែលជានាងមិនចង់ឲ្យនរណាមកក្បែរនឹងទេតាំងពីពេលនោះមកសុវណ្ណលែងហ៊ានទៅរៀនបំពន់នៅផ្ទះលោកគ្រូទៀតហើយគេតែងតែឆ្ងល់ថាតើនាងដែលលោកគ្រូនិយាយសម្ដៅនោះគឺជានរណាហើយតើមុខដែលញញឹមនោះជាមុខរបស់អ្វីទៅសុវណ្ណត្រឡប់មកដល់ផ្ទះទាំងយប់ជ្រៅចែញ័រទ្រូងដោយកូនសัตว์ហើយគេងមិនលុះពេញមួយយប់នៅថ្ងៃបន្ទាប់គេសម្រេចចិត្តទៅសួរលោកគ្រូដោយសមងាត់នៅឯសាលាលោកគ្រូនាងដែលលោកគ្រូនិយាយនោះគឺជានរណាសុវណ្ណសួរដោយសំឡេងតិចលោកគ្រូមុខស្ងួតក្រវីក្បាលបន្តិចមុននឹងដកដង្ហើមធំថាសុវណ្ណគ្រូគិតថាពេលនេះគួរតែប្រាប់ការពិតហើយនាងនោះគឺជាកូនស្រីរបស់គ្រូសុវណ្ណភ្ញាក់ផាវយ៉ាងខ្លាំងលោកគ្រូបន្តទាំងទឹកមុខក្រៀមក្រាំនាងឈ្មោះម៉ាលីកាលពី3ឆ្នាំមុននាងមានអាយុដូចឯងចឹងដែរនាងចូលចិត្តអង្គុយរៀននៅតុត្រង់បង្អួចនោះរៀងរាល់យប់រហូតដល់យប់មួយនាងត្រូវបានចៅផនដែលលួចចូលតាមបង្អួចនោះសម្រាប់នាងទាំងអយុត្តិធម៌ដៃដែលឯងឃើញគូសលើកញ្ចក់នោះគឺដៃរបស់ម៉ាលីសុវណ្ណស្រាវឆ្អងខ្នងខ្ញាក់បន្ទាប់ពីនាងស្លាប់ទៅគ្រូនិងភរិយាគ្រូយើងមិនអាចរើពីផ្ទះនោះបានគ្រូព្យាយាមបន្តបង្រៀនសិស្សនៅផ្ទះទាំងដឹងថាវិញ្ញាណរបស់ម៉ាលីនៅទីនោះនាងមិនបានទៅណាទេ
លោកគ្រូដាក់ដៃលើស្មាសុវណ្ណម៉ាលីមិនមែនជាខ្មោចកំណាចទេគ្រាន់តែនាងឯកោណាស់នាងតែរករឿងសិស្សណាដែលមកអង្គុយរៀននៅកន្លែងរបស់នាងយប់នោះគ្រូនៅបន្ទប់ក្បែរនោះគ្រូឮសំឡេងកែវបែកហើយគ្រូក៏បានឮសំឡេងម៉ាលីខ្សឹបថាកុំឲ្យនរណាមកយកកន្លែងខ្ញុំនៅទីនេះលោកគ្រូបញ្ជាក់កែវទឹកដែលបែកនោះគឺនាងបោះបំបែកមិនមែនចង់ធ្វើបាបឯងទេគ្រាន់តែចង់ឲ្យឯងទៅឆ្ងាយប៉ុណ្ណោះសុវណ្ណយល់ពីស្ថានភាពនេះហើយគេមានអារម្មណ៍អាណិតដល់ម៉ាលីលេងទៅទៀតហើយលោកគ្រូខ្ញុំលេងហ៊ានទៅរៀននៅផ្ទះលោកគ្រូទៀតហើយលោកគ្រូញញឹមបន្តិចដោយអស់សង្ឃឹមគ្រូយល់ពេលនេះគ្រូក៏សម្រេចចិត្តដែរហើយគ្រូនឹងលុបផ្ទះនោះចោលតែម្ដងព្រោះគ្រូដឹងហើយថាបើទោះជាផ្ទះនោះคล้ายជាទីតាំងខ្មោចឡងក៏ដោយក៏កូនស្រីគ្រូមិនអាចរកសេចក្តីសុខបានដែរនាងនឹងនៅតែឯកោគ្រូនឹងទៅវត្តអារាមធ្វើបុណ្យឲ្យនាងព្រមទាំងអង្វរឲ្យនាងបានទៅកាន់សុគតិភពសុវណ្ណអោនគោរពលោកគ្រូរួចដើរចេញទៅតាំងពីថ្ងៃនោះមកគេលែងបានឮដំណឹងអំពីលោកគ្រូនិងផ្ទះអាចារ្យនោះទៀតហើយប៉ុន្តែរាល់ពេលដែលសុវណ្ណដើរឆ្លងកាត់ផ្លូវដែលមានដើមពោធិ៍ធំនោះគេនៅតែមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគេពីក្រោយបង្អួចមួយជារៀងរហូតសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់សាច់រឿងនេះពីដើមដល់ចប់សូមកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណ